ពេលនេះធ្លាដំណឹងដល់រសើបដែលកំពុងផ្ទុះល្បីពេញបណ្ដាញទំនាក់ទំនងសង្គមថានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រហែលជាត្រូវបានគេធ្វើឃាតឬបានភៀសខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីគេចពីការធ្វើឃាតបន្ទាប់ពីការវាយប្រហារសងសឹកយ៉ាងខ្លាំងក្លាដោយប្រទេសអ៊ីរ៉ង់នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Hindustan Times កាលពីថ្ងៃច័ន្ទទី2ខែមីនាឆ្នាំ2026បន្ទាប់ពីប្រកាសថាការវាយប្រហារដោយសហរដ្ឋអាមេរិករួមជាមួយអ៊ីស្រាអែលបានសម្លាប់លោកអាយ៉ាតុលឡាអាលីខាមេនីដែលជាមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់រួមជាមួយមេទ័ពនិងមន្ត្រីអ៊ីរ៉ង់កំពូលជាច្រើនអ្នកទៀតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបង្ហាញមុខតាមរយៈការផ្សាយបន្តផ្ទាល់បន្ថែមទៀតនោះទេដែលបង្កឲ្យមានការសង្ស័យនិងការជជែកវែងញែកយ៉ាងក្តៅគគុកពេញបណ្ដាញទំនាក់ទំនងសង្គមដោយមានការបង្ហោះមួយចំនួនអះអាងថាយន្តហោះផ្លូវការរបស់លោក Netanyahu ដែលមានឈ្មោះថា Wing of Zion បានហោះទៅកាន់ប្រទេសអាល្លឺម៉ង់ហើយនេះដោយផ្អែកលើទិន្នន័យតាមដានជើងហោះហើរទោះជាយ៉ាងណាគ្មានភស្តុតាងអាចបញ្ជាក់បានថាលោក Netanyahu បានចាកចេញពីប្រទេសអ៊ីស្រាអែលនោះឡើយទន្ទឹមនេះព័ត៌មានផ្លូវការថ្មីៗពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបញ្ជាក់ថាលោក Netanyahu មកមានក្នុងការប្រជុំនៅទីក្រុងថេអាវីរបស់អ៊ីស្រាអែលជាមួយរដ្ឋមន្ត្រីការពារជាតិនៃសេនាធិការនិងប្រធានទីភ្នាក់ងារចារកម្មម៉ូសាដរបស់អ៊ីស្រាអែលហើយរូបថតបង្ហាញពីទស្សនវិជ្ជានៃកិច្ចប្រជុំរបស់លោកក៏ត្រូវបានផ្សាយផងដែរដោយនេះការអះអាងដែលថានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ត្រូវបានគេធ្វើឃាតក៏មិនពិតនោះដែរព្រោះការអាងទៅនេះទំនងជាមានប្រភពចេញពីគណនីបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនដែលនាំឲ្យមានការយល់ច្រឡំសរុបមកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅតែមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែលដដែលហើយពាក្យចចាមរាមដែលកំពុងផ្ទុះល្បីពេញបណ្ដាញសង្គមថាលោកកំពុងរកគេចខ្លួនឬត្រូវបានគេធ្វើឃាតគឺមិនមែនជាការពិតឡើយ